បាទជំរាបសួរបងប្អូនជាកសិករបាទដែលនិយមបាទចិញ្ចឹមជ្រូកសាច់បាទជាលក្ខណៈគ្រួសារទាំងអស់គ្នាអញ្ចឹងយើងឃើញថាពាក់ព័ន្ធនឹងតម្លៃជ្រូកឃើញថានៅល្អបងប្អូនហ្នឹងហើយនៅខាងខ្ញុំនេះតម្លៃបាទអត់ទាន់ធ្លាក់ក្រោម 10000 ទេបាទនៅ 10000 ឡើងតិចតួចហ្នឹងហើយតិចតួចអញ្ចឹងណា15000ហ្នឹងហើយក្នុង1គីឡូក្រាមហ្នឹងហើយអញ្ចឹងតម្លៃនេះគឺកសិករយើងរស់ហើយណាបាទឲ្យតែតម្លៃថេរប៉ុណ្ណឹងគឺកសិករយើងដឹងតែមានទឹកមាត់លេបហើយបាទមានកម្លាំងចិត្តបាទចិញ្ចឹមជ្រូកហ្នឹងហើយបន្តទៅមុខទៀតបាទហើយជ្រូកសាច់ខ្ញុំមកត្រង់នេះគឺបាទទើបតែបានចំនួនថ្ងៃហ្នឹងគឺមួយខែទេបាទមួយខែទេហើយយើងរាប់បាទចាប់តាំងពីយើងបំបែកពីមេហ្នឹងហើយដាក់ទ្រុងបាទឲ្យស៊ីចំណីណាហ្នឹងហើយដាក់ទ្រុងចាំឲ្យស៊ីចំណីអញ្ចឹងរាប់ពីថ្ងៃហ្នឹងមកគឺទៅបានមួយខែទេអញ្ចឹងវាមានតូចមានធំអញ្ចឹងណាបងប្អូនសម្រាប់ជ្រូកសាច់គឺវាទៅតាមផែនអញ្ចឹងឯងបាទខ្លះក៏ធំហ្នឹងខ្លះក៏តូចអញ្ចឹងទៅហ្នឹងតាមផែនតាមសេរីរបស់វាហើយពាក់ព័ន្ធនឹងការផ្ដល់ចំណីហ្នឹងគឺសម្រាប់ខ្ញុំនេះគឺមិនបានប្រើប្រាស់ចំណីសម្រាប់អីទេគឺប្រើប្រភេទចំណីយើងផ្សាយផ្សំណាមានកន្ទក់ហ្នឹងហើយចង្កពូតកិនបូកជាមួយមេចំណីជ្រូកសាច់បូកជាមួយនឹងវត្ថុធាតុដើមផ្សំចំណីជ្រូកមួយចំនួនបាទដូចផ្សៅបន្លែបូកជីវៈចម្រុះអីចឹងទៅណាយើងលាយផ្សាយផ្សំឲ្យស៊ីទៅបាទនេះជាការចិញ្ចឹមបែបលក្ខណៈគ្រួសារហ្នឹងហើយយើងមិនសូវជាមានបច្ចេកទេសអីល្អមកស្តង់ដារដូចខាងកសិកម្មអីទេបាទ